năm một mí ria xây nơi không khai xây há năm pi pon mà pay bầm mùi bông ôn để cài nơi năm một míเลขสำนักរបស់បងប្អូនគឺលេខ321ចំណែកពណ៌សំណាងអ្នកកើតឆ្នាំមមីគឺពណ៌ប្រផេះបងប្អូនកូនក្មួយណាពណ៌ប្រផេះអ្នកដែលកើតឆ្នាំមមីគឺជាឆ្នាំមួយដែលត្រុតត្រោមជាងគេនៅក្នុងឆ្នាំ2026ដោយសារតែអ្នកដែលកើតឆ្នាំមមីយើងដឹងហើយថាឆ្នាំ2026នេះគឺជាឆ្នាំដែលជន់បាទមមីជន់ឆ្នាំចឹងជន់ឆ្នាំគឺស្មើនឹងឆុងចឹងនៅក្នុងឆ្នាំ2026នេះអ្នកដែលកើតឆ្នាំមមីយើងដឹងហើយថាជួបនៅបញ្ហាច្រើនជួបនៅឧបសគ្គច្រើនបាទផ្លូវចិត្តនឹងមិនរឹងមាំហើយអារម្មណ៍មិនល្អហើយជីវិតអ្នកកើតឆ្នាំមមីបងប្អូនត្រូវដឹងថាមកជីវិតនេះគឺលះបង់ដើម្បីអ្នកដទៃច្រើនជាងខ្លួនឯងគេមានទុកគេមានបញ្ហាយើងមមីជួយគេកើតទុកក៏យើងជួយគេពេលខ្លះអារឿងគេសោះក៏យើងយកមកដេកឈឺក្បាលដែរប៉ុន្តែដល់ពេលយើងមានទុកវិញអត់មានណាមកជួយយើងទេណែដំណាក់កាលឥឡូវហ្នឹងអ្នកដែលកើតឆ្នាំមមីកំពុងតែកើតទុកកំពុងតែពិបាកកំពុងតែវេទនាកំពុងតែតឹងតែងសម្លឹងមើលលិចកើតឆ្វេងស្ដាប់អត់មានណាគេមកជួយទេអត់មានណាគេមកខ្វល់ទេបាទឈឺចុកចាប់ណាស់រងថ្ងៃនេះឈឺចាប់ពេលដែលយើងមានទឹកតែកន្លះកែវទេបងប្អូនគេអត់យើងសុកចិត្តរំលែកឲ្យគេផឹកដល់ពេលគេបានទឹកនឹងផឹកឆ្អែតគេទៅដងទឹកបានមួយកណ្ដុង10លីត្រយើងអត់ទឹកផឹកយើងកាន់កែវទៅសុំគេអត់ឲ្យយើងទេណាចឹងយើងឈឺចាប់ជីវិតអ្នកកើតឆ្នាំមមីគឺបងប្អូនស្មោះត្រង់ហើយលះបង់ដើម្បីអ្នកដទៃប៉ុន្តែអ្នកដទៃហាក់ដូចជាអយុត្តិធម៌ណាស់សម្រាប់អ្នកដែលកើតឆ្នាំមមីហើយអ្នកកើតឆ្នាំមមីមនុស្សមិនចេះញិនទេជួយគេយកអាសាគេលះបង់ដើម្បីគេដល់ពេលយើងត្រូវការគេអត់លះបង់ហើយដល់ពេលលទ្ធផលចុងក្រោយគឺគេនៅតែធ្វើនៅតែខ្សែលើយើងដដែលហ្នឹងបាទជីវិតនឹងវាអញ្ចឹងរហូតធ្វើអាក្រក់គេមិនកើតទេអញ្ចឹងបានថាចិត្តមិនដាច់ធ្វើស្ដាច់មិនបានទេហើយបើនៅតែជួយគេជុំវិញខ្លួនទៀតអ្នកកើតឆ្នាំមីមកជីវិតកុំស្គាល់ភាពមៀតនោះនៅតែក្រអញ្ចឹងបាទចាឥឡូវឃើញពងកើតទុកប៉ុន្តែសួរថាបានប្រយោជន៍អីទេចម្លើយឆ្លើយថាអត់អញ្ចឹងអ្នកដែលកើតឆ្នាំមមីបងប្អូនលេខសំណាងរបស់បងប្អូនគឺលេខ321ចំណែកពណ៌សំណាងគឺពណ៌ប្រផេះមមីដើមខែលោកអ្នកប្រយ័ត្នជំងឺបាទរាសីរបស់លោកអ្នកនៅក្នុងខែសីហាដើមខែលោកអ្នកប្រយ័ត្នជំងឺឈឺថ្កាត់អ្នកដែលកើតឆ្នាំមមីលោកអ្នកប្រយ័ត្នជំងឺណាបងប្អូនណាបាទចឹងជំងឺឈឺថ្កាត់ប្រយ័ត្នប្រយែងបន្តិចសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីនេះចឹងថែរក្សាសុខភាពបន្តិចអ្នកដែលកើតឆ្នាំមមីបងប្អូនកូនក្មួយណាបាទកុំប្រឹងធ្វើការច្រើនពេកកុំគិតច្រើនពេកណាបដែតទៅតែវាត្រូវមានវាមានហើយវាមិនមែនមកប្រឹងមួយខែនឹងមានទេបើមិនដូចឆ្នោះទេប្រយ័ត្នដួលណាដូចគោអញ្ចឹងកុំប្រើវាពេកប្រយ័ត្នវាដួលណាបាទអញ្ចឹងប្រយ័ត្នជំងឺបន្តិចជំងឺនេះគឺជំងឺមកពីបាក់កម្លាំងអញ្ចឹងអ្នកដែលកើតនៅឆ្នាំមមីនេះគឺថែរក្សាសុខភាពហើយក៏ខិតខំប្រឹងប្រែងគិតនៅរឿងវិជ្ជមានបើមិនដូចនេះទេដើមខែហ្នឹងគឺលោកអ្នកឈឺហើយអ្នកដែលកើតនៅឆ្នាំមមីដដែលបងប្អូនកូនក្មួយចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10បងប្អូនអ្នកដែលកើតនៅឆ្នាំមមីលក់របស់ដាច់បាទនេះឃើញមមីជោគជ័យខ្ញុំសប្បាយចិត្តណាដើមខែឈឺប៉ុន្តែពីថ្ងៃ8ដល់ថ្ងៃទី10លក់របស់ដាច់ហើយបងប្អូនសួរខ្ញុំទៀតថាលោកគ្រូមហាជុំឆ្នាំមមីនឹងលក់របស់អីដាច់ខ្ញុំសូមជម្រាបជូនថារបស់ដែលបងប្អូនលក់បាទមិនដឹងថាអ្នកកើតឆ្នាំមមីលក់អីផងហ្នឹងព្រោះជើងលេខគេគ្រាន់តែប្រាប់ថាអ្នកដែលកើតឆ្នាំមមីនឹងលក់របស់ដាច់ប៉ុន្តែខ្ញុំក៏អត់ដឹងថាគេលក់អីដាច់ដែរប៉ុន្តែគ្រាន់តែថាលក់របស់ដែលគេលក់ណាដែលគេចង់លក់នោះលក់យូរហើយវាមិនដាច់ឥឡូវវាមកដាច់នេះចន្លោះពីថ្ងៃទី8ដល់ថ្ងៃទី10ណាបាទអញ្ចឹងហើយមមីដដែលពីថ្ងៃទី16ដល់ថ្ងៃទី19លោកអ្នកនឹងបាត់បង់សាច់ញាតិប៉ុន្តែសាច់ឆ្ងាយណាលោកអ្នកនឹងបាត់បង់សាច់ញាតិប៉ុន្តែសាច់ឆ្ងាយឯងនឹងមានដំណឹងមរណភាពបាទលោកអ្នកនឹងមានដំណឹងមរណភាពនេះពីថ្ងៃទី16ដល់ថ្ងៃទី19អ្នកដែលកើតនៅឆ្នាំមមីនឹងអាចទទួលដំណឹងថានឹងមានសាច់ញាតិសាច់ឆ្ងាយណាមួយបាត់បង់ឬមួយក៏ទទួលមរណភាពហើយខ្ញុំបានជំរាបជូនឲ្យថារាល់អ្វីដែលលោកគ្រូមហាជុំទស្សទាយរាល់អ្វីដែលលោកគ្រូមហាជុំ
លើកឡើងហ្នឹងគឺអ្នកជំនាញចង់ឲ្យជាងព្រោះអ្នកសំដែងចង់ឲ្យសំដែងសមណាចុងភៅចង់ធ្វើម្ហូបឲ្យឆ្ងាញ់អ្នកផាត់ម្សៅចង់ឲ្យស្អាតអ្នកទាយចង់ឲ្យត្រូវប៉ុន្តែត្រង់ចំណុចនេះខ្ញុំមិនចង់ឲ្យត្រូវទេដោយសារមានអ្នកស្លាប់ចឹងអត់ឲ្យត្រូវទេឲ្យខុសទៅបើវាជាឆ្ងាយទៅកុំយកចិត្តទុកដាក់គ្រាន់តែថាជើងលេខគេប្រាប់មកថាយ៉ាងហ្នឹងប៉ុន្តែយើងក៏កុំយកចិត្តទុកដាក់អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីពីថ្ងៃ16ដល់ថ្ងៃទី19អាចបាត់បង់សាច់ញាតិប៉ុន្តែយើងត្រៀមចិត្តទទួលទៅមិនដឹងថ្ងៃណាយើងមិនដឹងថ្ងៃណាគេអានឹងអនិច្ចាវាមិនទៀងណាអនត្តាអត់ទៀងទេបាទត្រៀមចិត្តទទួលយកហើយបើមិនគេអញបើមិនអញគេណាចឹងត្រៀមចឹងតន់នៅរស់ធ្វើបុណ្យនៅច្រើនតែមានតែបុណ្យទេដែលបានយកទៅនោះហើយខំប្រឹងបន្សល់ទុកនៅទ្រព្យសម្បត្តិដើម្បីផ្ដល់ឲ្យកូនជំនាន់ក្រោយកុំអាងតែរូបប៉ាំងទុកខាងអនិច្ចំអនត្តាហ្នឹងសេចក្តីស្លាប់កើតចាស់ឈឺស្លាប់មិនទៀងវាមិនទៀងទៅទុកកូនចោលឲ្យបាន ABC ណែអាហ្នឹងវាអញ្ចឹងយើងខំប្រឹងផងបាទអញ្ចឹងកុំឲ្យរឿងអស់នេះកើតឡើងហើយអ្នកដែលកើតនៅឆ្នាំមមីដដែលបងប្អូនពីថ្ងៃទី22សុំទោស23នេះពីថ្ងៃទី23ដល់ថ្ងៃទី25ពីថ្ងៃទី23ដល់ថ្ងៃទី25អ្នកដែលកើតនៅឆ្នាំមមីលោកអ្នកប្រយ័ត្នមាត់កពាក្យសម្ដីបាទមាត់កពាក្យសម្ដីណាប្រយ័ត្នតែមាត់កប្រយ័ត្នតែពាក្យសម្ដីប្រយ័ត្នទៅចូល comment ក្នុងវីដេអូគេជេរគេប្តឹងលេងប្រយ័ត្នអាហ្នឹងក៏ត្រូវដែរបាទអញ្ចឹងប្រយ័ត្នបន្តិចរាល់ការនិយាយស្ដីរាល់ការបញ្ចេញមតិយោបល់បងប្អូនជាពិសេសអ្នកដែលធ្វើការមិនថានៅក្រសួងមន្ទីរស្ថាប័នឬមួយកន្លែងការងារទេគឺហាមបញ្ចេញមតិហាមបញ្ចេញយោបល់ព្រោះថាយើងចង់បញ្ចេញមតិយើងចង់បញ្ចេញយោបល់ប៉ុន្តែយើងត្រូវបានគេកត់ត្រាទុកយើងត្រូវបានគេកត់ត្រាទុកយើងត្រូវបានគេសម្ដៅហើយត្រូវខូចអនាគតបើសិនជាយើងមាត់កយើងគិតថាវាត្រូវបានអញមាត់ប៉ុន្តែការមាត់ករបស់យើងនឹងគឺវាមិនត្រូវទេវាអាចមានបញ្ហាដល់ខ្លួនដូច្នេះអ្នកដែលកើតនៅឆ្នាំមមីនឹងគឺពីថ្ងៃទី23ដល់ថ្ងៃទី25សូមលោកអ្នកត្រូវតែប្រយ័ត្នពាក្យសម្ដីប្រយ័ត្នមាត់កណាបាទកុំបញ្ចេញមតិយោបល់អីទាំងអស់នៅឲ្យស្ងៀមបើទៅប្រជុំគេទះដៃគេបើគេលើកដៃលើកគេហាមណាបាទ comment នៅក្នុង Facebook រឿងណារឿងទៅកុំចេះទៅសេប្រយ័ត្នមានរឿងអ្នកដែលកើតឆ្នាំមមីដើមខែអ្នកដែលកើតឆ្នាំមមីដើមខែលោកអ្នកត្រូវរង្វាន់ធំបាទអ្នកដែលកើតឆ្នាំមមីដើមខែត្រូវរង្វាន់ធំហើយបងប្អូនសួរខ្ញុំថាលោកគ្រូមហាជុំត្រូវរង្វាន់ធំនឹងត្រូវអីគេថាមិនដឹងអីដែរគឺអាចនឹងត្រូវរង្វាន់ធំឬមួយក៏មានលៀបមានសំណាងអាចត្រូវរង្វាន់ធំឬមួយក៏មានលៀបមានសំណាងចុងខែច្រឡំដើមខែសំទោសចុងខែត្រូវរង្វាន់ធំបើមិនត្រូវរង្វាន់ធំក៏យើងមានលៀបមានសំណាងប្រៀបបានដូចជាយើងត្រូវរង្វាន់អញ្ចឹងបាទយើងរកលុយបានច្រើនជាងមុនយើងសំណាងជាងមុនឬមួយក៏យើងនឹងទទួលបាននៅរឿងអ្វីដែលជារឿងមួយដែលយើងគិតថាវាពិសេសសម្រាប់យើងអញ្ចឹងអ្នកដែលកើតនៅឆ្នាំមមីនេះគឺលោកអ្នកនឹងល្អប្រសើរនឹងបានចម្រើនរុងរឿងហើយលោកអ្នកកុំភ្លេច comment លេខសំណាងរបស់លោកអ្នកគឺលេខ321ចំណែកពណ៌សំណាងរបស់យើងគឺលោកអ្នកពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំមមីបងប្អូនកូនក្មួយយើងដឹងថានៅក្នុងឆ្នាំ2026នេះយើងឆុងមួយឆ្នាំពេញដោយសារយើងជន់ឆ្នាំហើយយើងធៀបភ្លើងធ្វើឲ្យយើងក្តៅក្រហាយធ្វើឲ្យយើងអត់សប្បាយចិត្តធ្វើឲ្យយើងជួបនៅឧបសគ្គធ្វើឲ្យយើងជួបនៅបញ្ហាហើយក៏ធ្វើឲ្យយើងនឹងមានទុកតោមនិញច្រើនដែរព្រោះតែមួយរយៈនេះផ្លូវចិត្តយើងអត់ល្អទេអារម្មណ៍យើងអត់ល្អទេដូចមានភ្លើងមកដុតចឹងឲ្យតែប៉ះឆេះឲ្យតែប៉ះក្តៅហើយអញ្ចឹងអ្នកដែលកើតនៅឆ្នាំមមីទាំងអស់ហ្នឹងណាគឺត្រូវប្រយ័ត្នប្រយែងបន្តិចបាទឧបសគ្គក៏មានច្រើនដែរហើយរឿងអពមង្គលក៏ចូលមកច្រើនដែរអញ្ចឹងខ្ញុំបានរៀបចំនៅវត្ថុខ្ញុំបានរៀបចំនៅរបស់ដើម្បីឲ្យបងប្អូនឆ្នាំមមីទាំងអស់យកទៅប្រើទៅឲ្យបងប្អូនចម្រើនរុងរឿងឲ្យបងប្អូនជៀសឆ្ងាយឲ្យបងប្អូនដេញនៅឧបទ្រពទាំងឡាយដែលអាក្រក់នោះចេញពីខ្លួនរបស់បងប្អូនបាទអញ្ចឹងអ្នកដែលកើតឆ្នាំមមីនេះ
ខ្ញុំមានរៀបចំនៅខ្សែចង្កេះជូនដល់លោកអ្នកបាទខ្សែចង្កេះនេះគឺពិសេសសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីព្រោះខ្ញុំបានរៀបចំដើម្បីឲ្យបងប្អូនអ្នកកើតឆ្នាំមមីយកទៅពាក់ឲ្យគឺដេញនៅឧបទ្រពចង្រៃគឺដេញនៅរឿងអាក្រក់ទាំងឡាយទាំងពួងគឺដេញនៅសភាវៈមិនល្អហើយនឹងនាំមកវិញនៅរឿងដែលល្អចូលមកខ្លួនយើងអញ្ចឹងអ្នកដែលកើតនៅឆ្នាំមមីបងប្អូនត្រូវពាក់ខ្សែចង្កេះនេះចាប់ពីខែ8នេះទៅបងប្អូននឹងលែងមានបញ្ហាហើយលោកអ្នកនឹងទទួលបានលៀបសំណាងហើយអស់នៅគ្រោះមិនល្អដោយសារយើងឆុងនឹងហើយបានយើងមានរាសីយើងធ្លាក់កាលណាតែរាសីយើងធ្លាក់ហើយបានយើងមានសភាវៈមិនល្អចូលមកណាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមមីហ្នឹងគួរតែយកខ្សែចង្កេះនេះយកទៅពាក់ទៅដើម្បីកាត់ឆុងដើម្បីលើករាសីដើម្បីនាំលៀបនាំសំណាងហើយដើម្បីហេងតទៅទៀតអញ្ចឹងអ្នកដែលកើតឆ្នាំមមីពាក់នៅខ្សែចង្កេះនេះទៅហើយខ្ញុំនឹងរៀបចំជូនហើយបើលោកអ្នកចង់បានលោកអ្នកទំនាក់ទំនងឆាតនៅក្នុង page ឬមួយក៏តាក់ទងតាម Telegram ខ្ញុំលោកគ្រូមហាជុំ07គុត29 29 38 099 40គុត86 37បាទលោកអ្នកទំនាក់ទំនងតាមលេខ Telegram នឹងមកឬមួយក៏ឆាតចូល page ទៅហើយលោកអ្នកប្រាប់អំពីខែឆ្នាំទៅក្រុមការងារយើងនឹងរៀបចំជូនណាបាទប្រញាប់យកទៅពាក់បន្តិចហើយបើពាក់បាននៅក្នុងខែ8ទៅគឺជាពេលដែលយើងបើកពេលដែលយើងហេងយើងល្អហើយគឺនឹងទទួលបាននៅរឿងល្អចូលមកពីព្រោះខ្សែចង្កេះនេះគឺខ្ញុំធ្វើឡើងគេហៅថាមុនមហានិយមនិងអាឋានការពារសត្រូវមុនមហានិយមនឹងគឺបានន័យថាជួយឲ្យយើងមានប្រជាប្រិយភាពជួយឲ្យយើងរាសីឡើងជួយឲ្យយើងនឹងមានគេអាណិតស្រឡាញ់ជួយឲ្យយើងធ្វើអ្វីប្រកបដោយភាពរុងរឿងប្រសើរណាហើយអាឋានការពារសត្រូវហ្នឹងគឺបានន័យថាដេញនៅរឿងមិនល្អដេញនៅរឿងដែលសៅมองទាំងឡាយចេញពីខ្លួនរឿងអាក្រក់អំពើផ្លូវងងឹតឬមួយក៏រឿងដែលមិនល្អអញ្ចឹងចេញពីខ្លួនអស់ហើយយើងនឹងជោគជ័យយើងនឹងរីកចម្រើនអញ្ចឹងបងប្អូនដែលមានឧបសគ្គដែលមានបញ្ហាអាចទំនាក់ទំនងយកខ្សែចង្កេះលោកគ្រូមហាជុំយកទៅពាក់បានលោកអ្នកដែលកើតនៅឆ្នាំមមីលេខសំណាងបងប្អូនគឺលេខ321ហើយពណ៌សំណាងរបស់បងប្អូនគឺពណ៌ប្រផេះលោកអ្នក comment និង share វីដេអូដាក់លេខ321